จ้าជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមកជួបជាមួយនឹងយើងខ្ញុំទ្រព្យកសិករខ្មែរចាថ្ងៃនេះផងដែរនាងខ្ញុំនឹងនាំអារម្មណ៍អស់លោកអ្នកទៅស្គាល់រោគម្យ៉ាងនៅលើដើមទុរេននោះគឺជារោគរលាកដើមទុរេនចារោគសញ្ញារលាកដើមទុរេននេះដំបូងឡើយគឺវារលួយនៅតាមសម្បកហើយមានចេញទឹកហើយវាក៏ចាប់ផ្ដើមរៀលទៅតាមខ្សែបំពង់អាហារទៅខាងលើតែម្ដងចាហើយរោគនេះផងដែរបើសិនជាយើងមិនបានទប់ស្កាត់ឬព្យាបាលមិនទាន់ទេគឺវារៀលកវ៉ាត់ជុំវិញដើមហ្នឹងគឺវាធ្វើឲ្យដើមទុរេនរបស់យើងងាប់តែម្ដងចាហើយនេះគឺជាវីដេអូដែលពួកខ្ញុំថតតាំងពីឆ្នាំ2021កំឡុងពេលដែលពួកយើងខ្ញុំចុះទៅព្យាបាលដើមទុរេនឲ្យអតិថិជនហើយដើមទុរេនមួយដើមនេះរហូតមកដល់សប្តាហ៍ថ្ងៃគឺព្យាបាលជាហើយអាចប្រមូលផលបានធម្មតាចាដើម្បីឲ្យលម្អិតកាន់តែច្បាស់ឥឡូវយើងទៅមើលវីដេអូដែលយើងចុះទៅថតកាលពីព្យាបាលក្នុងកំឡុងឆ្នាំនោះទាំងអស់គ្នាចាតោះយើងទៅមើលទាំងអស់គ្នាបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរយើងមកធ្វើការព្យាបាលទុរេនដោយការចាក់មជុលប្រើថ្នាំចូលដើមបាទនេះគឺវាមានបញ្ហាតបៅគល់ហើយនឹងដើមអញ្ចឹងយើងរៀបចំចាក់ពួក phosphoric acid នឹងឯងជាមួយនឹងសារ៉ាំងយើងចំណុះ60 ml បាទហើយយើងប្រើថ្នាំកម្រិត 10cc ហើយនឹងទឹកបរិសុទ្ធចំនួន 10cc បាទក្នុងនេះដែរយើងបានចាក់ជុំវិញតាមតែម្ដងចំនួន11មជុលអញ្ចឹងយើងមើលអាការៈទាំងអស់គ្នាមុនពេលចាក់និងក្រោយពេលចាក់ថ្ងៃនេះដែរគឺថ្ងៃទី11 ខែ 8 ឆ្នាំ 2021 បាទអញ្ចឹងយើងចាំតាមដានដើមទុរេននេះថាវាមានការៈយ៉ាងណាក្រោយពេលយើងចាក់ព្យាបាលហើយចាពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជារបៀបនៃការព្យាបាលនៅរោគរលាកដើមលើដំណាំទុរេនបើសិនជាដើមទុរេនរបស់លោកអ្នកមានរោគសញ្ញាដូចខាងដើមវីដេអូដែលខ្ញុំបានបញ្ជាក់នោះបញ្ជាក់ថាដើមទុរេនរបស់អស់លោកអ្នកកំពុងតែកើតនៅរោគរលាកដើមនេះហើយចាអញ្ចឹងរោគវិធីព្យាបាលទាំងអស់គ្នាដើម្បីទប់ស្កាត់ព្រោះដើមទុរេនទម្រាំតែយើងដាំរហូតមកដល់បានប្រមូលផលគឺមិនតិចឆ្នាំទេ4ឆ្នាំទៅ5ឆ្នាំទើបអាចប្រមូលផលបានចាអញ្ចឹងកុំបណ្តែតបណ្ដោយឲ្យវាងាប់ឲ្យសោះយើងត្រូវព្យាបាលវាឲ្យទាន់ពេលវេលាបើសិនជាពុកម៉ែបងប្អូនមានចម្ងល់បន្ថែមទាក់ទងជាមួយនឹងរោគរលាកដើមនេះក៏អាចទាក់ទងមកសួរយើងបានគ្រប់ពេលវេលាឬក៏អាចអញ្ជើញមកដល់ដេប៉ូរបស់នាងខ្ញុំបានគ្រប់ពេលវេលាដូចគ្នាចាអរគុណសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់ចាពួកយើងខ្ញុំទាំងពីរសូមជម្រាបលាចាអរគុណ